ថ្ងៃនេះមុខឆាជូរអែមជាមួយនឹងត្រីចាបខ្ញុំកម្រហូបហើយថ្ងៃនេះប៉ះដាច់ភ្លើងអញ្ចឹងមកផ្ទះបាយក្រោយដើម្បីបំពងត្រីជាដំបូងខ្ញុំដាក់ខ្លាញ់ឲ្យក្តៅហើយខ្ញុំបំពងត្រីឲ្យបានស្រួយណាចំនួន2ក្បាលបងអូនហើយចាប់ផ្ដើមចាំត្រីហ្នឹងឥឡូវចាប់ផ្ដើមមកចិតបន្លែម្នាស់ខ្ញុំចារៀងធំដើម្បីយកពណ៌ស្អាតអញ្ចឹងណាបើកាលណាយើងចិតទុយពេកពណ៌បន្លែរបស់យើងវារៀងខ្ទេចអញ្ចឹងទៅវាមិនអត់សូវល្អទេហើយបន្លែខ្ញុំប្រើម្នាស់ជាមួយនឹងខ្ទឹមបារាំងបន្តិចប៉េងប៉ោះហើយនឹងម្ទេសផ្លោកវែងពណ៌ខៀវនោះណាតោះមកចាប់ផ្ដើមកាត់ប៉ោះជាដុំតូចល្មមកាលណាតូចពេកទៅធ្វើឲ្យបែកវល់ជាមួយនឹងឆាជូរអែមនោះអត់សូវឆ្ងាញ់ទេបងប្អូនហើយក៏មិនសូវឃើញសុភណភាពដែរឥឡូវចាប់ផ្ដើមមកប្រែត្រីយើងជៀនចឹងល្អមែនតើស្រួយដាក់ភ្លើងហឹមយកជាប់ទេឥឡូវត្រីបានឆ្អិនហើយចាប់ផ្ដើមស្រង់មកដាក់ចានសិនឥឡូវចាប់ផ្ដើមកច្រាំខ្ទឹមនឹងមានសបកបន្តិចទៅមានអីបន្តិចទៅដើម្បីវាឈ្ងុយអញ្ចឹងណាប្រេងឆាខ្ញុំចាក់ចេញខ្លះដោយសារជៀនត្រីមិនច្រើនពេកអញ្ចឹងចាក់ចេញដាក់កូនចានទុកខ្លះទៅតមកចាក់បន្លែដែលយើងបានហាន់ហើយនឹងឃើញពណ៌តំណងបងអូនចិត្តរៀងធំមកប៉ុន្តែយើងដាក់រៀងទុំបន្តិចមកពណ៌ស្អាតចឹងមើលគោបន្លែរៀងឆ្អិនមកសពតចាប់ដើមដាក់គ្រឿងទៅវាយគ្រឿងចូលទៅប្រេងខ្យងបន្តិចទឹកត្រីបន្តិចម្សៅរ៉ូឌីបន្តិចហើយជាមួយនឹងទឹកម្ទេសដាក់បន្តិចមកកូរវាចឹងមកចាក់ទឹកងាស់វាបន្តិចរួចចាប់ផ្ដើមរោយស្រោចជាមួយនឹងត្រីហ្មងធ្វើអញ្ចឹងបងប្អូនបន្លែទុនហើយសាច់ត្រីយើងស្រួយល្អស្រួយខាងក្រៅទុនខាងក្នុងចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនតំណងបងប្អូនតើបងប្អូនញ៉ាំបាយទាំងអស់គ្នា